សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី3នៃរឿងស្ដេចនៃឋានសួគ៌នៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅក្នុងសាលកាត់ក្តីនៃគ្រួសារលីរៀបចំឡើងដោយព្រឹទ្ធាចារ្យធំអ្នកស្រីមូជាមួយនឹងលីធានឈិនក៏បាននាំឪពុកកូនទាំងពីរនាក់នេះមកដល់ទីហ្នឹងព្រឹទ្ធាចារ្យធំគាត់ក៏បានសួរអំពីរឿងដែលបានកើតឡើងហេតុអ្វីបានជាហ៊ានកោះហៅព្រឹទ្ធាចារ្យទាំងអស់មកជុំគ្នាដោយមានការអនុញ្ញាតលីធានមិញបើសិនជាថ្ងៃនេះអាចមានការបញ្យល់ឲ្យបានក្បោះក្បាយទេទោះបីជាឯងគឺជាចាស់ទុំនៃគ្រួសារលីណាក៏ដោយឯងក៏នៅតែត្រូវទទួលទោសលីធានឈីបានលឺចឹងហើយនឹងហាក់បីដូចជាមានការផាត់ភ័យប៉ុន្តែត្រូវបានលីធានឈិនយើងគឺនិយាយជំនួសធ្វើការគោរពទៅកាន់ព្រឹទ្ធាចារ្យធំក៏ដូចជាបានប្រាប់ទៅកាន់គាត់ថាគឺជាម្ដាយខ្ញុំនោះទេដែលបានកោះហៅព្រឹទ្ធាចារ្យមកជួបជុំគ្នាកំឡុងពេលនេះសូម្បីតែលីស៊ន់ហើយនិងលីធានមីនក៏ត្រូវបានចាប់មកដែរព្រោះឲ្យថាពួកគេក៏បានធ្វើខុសទៅនឹងច្បាប់គ្រួសារប៉ុន្តែមើលទៅកាន់ចាស់ទុំទី2នៃគ្រួសារលីទៅហាក់បីដូចជាមិនសូវពេញចិត្តទៅលើលីធានឈិនយើងប្រហែលទេគាត់បាននិយាយថាទោះបីជាឯងបានយកឈ្នះទៅកាន់លីស៊ន់យ៉ាងណាក៏ដោយប៉ុន្តែក៏មិនត្រូវធ្វើអញ្ចឹងដាក់គេដែរឯនេះពិតជាគ្មានមនោសញ្ចេតនាគឺជាបងប្អូនពិតមែនបានលើកពីសម្ដីគូអត់សំណើចបែបនេះហើយលីធានឈិនក៏បានតទៅវិញទៅថាគ្មានមនោសញ្ចេតនាគឺជាបងប្អូនមែនទេខ្ញុំគិតថាគឺជាលីស៊ន់ទេដែលគ្មានមនោសញ្ចេតនាគឺជាបងប្អូននៅពេលនោះគេបានបញ្ជូនមនុស្សឲ្យទៅចាប់ខ្ញុំចេញក្រៅគ្រួសារដើម្បីសម្លាប់ពេលនោះបកុំតែខ្ញុំមានសំណាងក៏ខ្ញុំមិនអាចគេចេញពីគេបានដែរចំនួនអ្នកទាំងពីរត្រូវបានព្រឹទ្ធាចារ្យធំហាមឃាត់និងបានលីធានឈិនយ៉ាងពីផោះតាំងដែលលីស៊ន់ចង់សម្លាប់ទៅលើគេប៉ុន្តែលីឈិនគាត់បានតទៅវិញបច្ចុប្បន្នកើតមានផោះតាំងជាក់លាក់ទេប៉ុន្តែចង់គេមានផោះតាំងដែលគួរឲ្យទុកចិត្តបំផុតនៅពេលនេះគាត់ក៏បានយកដុំថ្មមួយតទៅកាន់អាប៉ែលីស៊ន់ឲ្យគេដឹងខ្លួនឡើងវិញដឹងខ្លួនហើយឆ្ងល់មែនតែនថាពេលនេះខ្ញុំគឺនៅទីណាបន្តមកចង់ប៉ុន្តែងើបរួចទេដោយសារតែជើងបែកអញ្ចឹងក៏បានដួលទៅវិញព្រឹទ្ធាចារ្យទី2បានឃើញហើយក៏ពិតជាមានកំហឹងតែម្ដងសួរទៅកាន់លីធានឈិនទាំងកំណាយថាតើឯងបានធ្វើអ្វីទៅលើគាត់ឈិនគាត់ក៏បានឆ្លើយទាំងមិនស្ទាក់ស្ទើរថាគ្មានអ្វីក្រៅពីខ្ញុំចាប់គាត់ហើយវិញបាក់ជើងចោលអញ្ចឹងព្រឹទ្ធាចារ្យទី2ទ្រាំឡើយបានប្រើប្រាស់សាររបស់គាត់ពេញមួយតម្រឹងបើការវេប្រហារទៅប៉ុន្តែត្រូវបានអ្នកស្រីមកទប់ទល់ជាមួយនឹងធម្មពលនិងជំនួសព្រឹទ្ធាចារ្យធំគាត់ក៏បានយកទៅអន្តរាគមន៍និងបានប្រាប់ទៅកាន់ព្រឹទ្ធាចារ្យទី2ឲ្យស្ងប់ស្ងាត់កន្លែងកាត់ក្តីនៃគ្រួសារលីពួកយើងគឺពោរពេញទៅដោយភាពយុត្តិធម៌បើសិនជាលីធានឈិនគេបានប្រាប់ថាមានផោះតាំងដែលអាចទុកចិត្តបានហើយដូច្នេះពួកយើងគួរតែចាំស្ដាប់សិនទៅផោះតាំងរបស់ធានឈិនគឺសួរទៅកាន់អប៉ែលីស៊ន់ឲ្យគេនិយាយអំពីរឿងរ៉ាវដែលគេចង់សម្លាប់មកកាន់ខ្លួនឲ្យទៅកាន់ព្រឹទ្ធាចារ្យទាំងអស់បានដឹងទៅប៉ុន្តែដឹងស្រាប់តែអប៉ែនឹងមិននិយាយក៏បានសួរទៅកាន់ធានឈិនតើឯងកំពុងនិយាយអំពីអ្វីក៏ត្រូវបានធានឈិនកាច់បំបាក់ដៃទៀតដូច្នេះអប៉ែនឹងនៅពេលនឹងក៏ពិតជាខឹងតែម្ដងហើយក៏មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានដែរចេះថាលីធានឈិនឯងគឺជាមនុស្សដែលឆានម្ដងតើឯងមិនងាប់ចឹងហើយខ្ញុំក៏នឹងបញ្ជូនមនុស្សពីរម្នាក់ទៀតឲ្យទៅសម្លាប់ឯងហើយឯងគឺជាមនុស្សសម្រាប់មិនគួរណារស់នៅក្នុងបន្ទប់ធំនៃគ្រួសារឡើយនឹងដណ្ដើមយកធនធាននៃការធ្វើការរបស់គេមួយចំនួនទៀតតែឯងជាប់គាំងនៅកម្រិតទី1នៃដំណាក់កាលខ្យល់ដង្ហើមបន្ទាប់ពីអញ្ចឹងទៅធានឈិនគាត់បានសួរទៅកាន់ព្រឹទ្ធាចារ្យធំថាបោះតាំងនេះយកចការបានដែរអត់ព្រឹទ្ធាចារ្យធំគាត់ក៏បានតទៅវិញបន្ទាប់ពីកសារភាពហើយនៅពេលនេះក៏នឹងដោះស្រាយទៅតាមច្បាប់នៃត្រកូលនិងដោយសារតែបានឃើញថាលីធានឈិនគឺមានសមត្ថភាពព្រឹទ្ធាចារ្យគាត់ក៏បានប្រាប់អំពីអាជីពដ៏អស្ចារ្យនៃគ្រួសារលីក៏អត់ដឹងថាគឺជាអាជីពដ៏អស្ចារ្យដែលត្រូវដង្ហែក្បួនយុទ្ធលុឬមួយក៏ជាការប្រកួតទេមិនត្រឹមតែប៉ុណ្ណឹងនោះតែគឺត្រូវតែជ្រើសរើសយុវជនដែលមានទេពកោសល្យល្អដើម្បីរក្សាបាននូវភាពរស់រានមានជីវិតរបស់គ្រួសារលីស៊ន់គេមានកម្រិតទី9នៃដំណាក់កាលខ្យល់ដង្ហើមចេះចំណាយឯងវិញដូច្នេះលីធានឈិនក៏បានបង្ហាញកម្រិតដាំដុះឲ្យទៅកាន់ព្រឹទ្ធាចារ្យបានឃើញព្រឹទ្ធាចារ្យបានឃើញហើយលីធានឈិនក៏នៅកម្រិតទី8នៃដំណាក់កាលខ្យល់ដង្ហើមអ្នកទាំងអស់គ្នានៅក្នុងគ្រួសារលីដែលមានវត្តមាននៅទីនេះបានឃើញហើយក៏ពិតជាមានការផ្សាយបាល់តែម្ដងដោយសារតែលីធានឈិននេះល្បីថាចាប់ការនៅកម្រិតទី1ប៉ុន្តែមិនប្រេចភ្នែកសោះក៏អាចឡើងទៅដល់កម្រិតទី8បានយ៉ាងលឿនពួកគេឆ្ងល់តែគាត់បានលាក់កំបាំងអំពីសមត្ថភាពខ្លួនឯងមែនដើម្បីកុំឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ដូច្នេះលីធានឈិនក៏បានប្រាប់ថាបន្ទាប់ពីលាថ្នាំរបស់ម្ដាយរបស់គាត់ដែលបានឲ្យគាត់ក៏បានឡើងទៅដល់កម្រិតទី2និងពេលដែលគាត់បានឡើងទៅដល់កម្រិតទី3គឺគាត់ប្រើប្រាស់ថ្នាំមួយនេះហើយនឹងក៏ជាថ្នាំព្រលឹងភ័យយន់វាត្រូវបានចម្រាញ់មិត្តភ័ក្តិរបស់គាត់ហើយជួបគ្នាថ្មីណាក៏សារតែមានចំណុចពីមិត្តភ័ក្តិគ្រូស្លថ្នាំរបស់គាត់ក៏បានឡើងទៅដល់កម្រិតទី8ក្នុងរយៈពេលត្រឹមតែ2-3ថ្ងៃតែប៉ុណ្ណោះមិនត្រឹមតែប៉ុណ្ណឹងនោះទេខ្ញុំក៏ព្រមឲ្យថ្នាំឡើងទៅដល់គ្រួសារទៀតផងដើម្បីគ្រួសារលីពួកយើងគឺកាន់តែអភិវឌ្ឍនៅមានយុវជនដែលមានទេពកោសល្យកាន់តែច្រើនទៅបន្ទាប់ពីបានលើអញ្ចឹងសិស្សកូននៃគ្រួសារលីទាំងអស់ពួកគេក៏ពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែចាប់តាំងពីថ្ងៃទីតទៅពួកគេគឺមានថ្នាំលេវិញជាក់ស្ដែងគ្រួសារលីឥឡូវនឹងអត់មានគ្រូអសតទេចឹងហើយបានជាពួកគេសប្បាយចិត្តនៅពេលដែលបានលើកដំណឹងពាក់ព័ន្ធជាមួយនឹងគ្រូអសតអត់មាននឹងក៏ដោយសារតែការចម្រាញ់អសតគឺពិតជាពិបាកហាត់រៀនខ្លាំងណាស់ទោះបីជាអ្នកមានទេពកោសល្យខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែក៏មិនងាយចេះដែរហើយចំណែកគ្រួសារណាមួយដែលមានគ្រូអសតប្រចាំគ្រួសារហ្នឹងក៏នឹងកាន់តែរីកចម្រើនដោយសារតែមានអ្នកខ្លាំងច្រើនហើយពួកគេក៏បានកើតទៀតថាមើលទៅលីធានឈិនក៏ពិតជាសំណាងពេទ្យបែរដែលបានស្គាល់ជាមួយនឹងគ្រូអសតដោយឡែកព្រឹទ្ធាចារ្យធំនៅវិញបន្ទាប់ពីស្ដាប់ចឹងហើយនឹងគាត់ក៏បានថាល្អណាស់បន្ទាប់មកក៏បានបញ្ជាឲ្យសិស្សកូននៃគ្រួសារលីនាំលីធានមីងជាមួយនឹងលីស៊ន់ទៅដាក់គុកទៅដែលបែបនេះក៏បានធ្វើឲ្យលីធានឈិនយើងក៏បានគិតថាមើលទៅគ្រួសារលីក៏ពិតជាមានប្រកបនិយមសមណាស់បញ្ចប់ពីរឿងមួយនៅពេលនឹងមនុស្សគ្រួសារវងក៏បានមកដល់ទីហ្នឹងនឹងបានស្រែឡេឡូពេញនឹងឲ្យមនុស្សគ្រួសារលីមកទទួល
គេទៀតផងអ្នកទាំង3នេះបានឃើញនៅគ្រួសារវងហើយហាក់បីដូចជាមានការផ្ទះបាយបន្តិចហើយពួកនឹងក៏ប្រចាំបាច់គេអញ្ជើញចូលមកដែរបានដើរចូលមកខ្លួនឯងព្រឹទ្ធាចារ្យធំក៏បាននិយាយថាថ្ងៃនេះខ្យល់អ្វីបក់មនុស្សគ្រួសារវងមកទីនេះអ្នកស្រីមូបានឃើញហើយក៏បានប្រាប់ទៅកាន់កូនប្រុសទៅមើលទៅចេតនានៃគ្រួសារវងមកទីនេះគឺមិនមែនល្អទេធានជិនក៏បានគិតចឹងផងដែរប្រហែលជាពាក់ព័ន្ធជាមួយនឹងកូនដណ្ដឹងរបស់គាត់ដែរមនុស្សគ្រួសារវងម្នាក់នេះគេបាននិយាយទៅកាន់ព្រឹទ្ធាចារ្យធំថាគ្រួសារវងមកទីនេះគឺដើម្បីនឹងជួបជាមួយនឹងលីធានឈិនហើយមានក៏សូមបញ្ចប់សាររឿងនឹងត្រឹមតែប៉ុណ្ណឹងសិនដោយបានជួបគ្នាវីដេអូក្រោយ